ធ្វើដំណើរទៅកាន់បឹងយក្សឡោមចេញពីខ្នល់ជាតិមកតែ1គីឡូកន្លះហើយណាបងប្អូនគឺដល់បឹងយក្សឡោមមកខ្ញុំធ្លាប់តែគិតថាអូបឹងយក្សឡោមប្រហែលជានៅកណ្ដាលព្រៃឆ្ងាយពីផ្លូវជាតិអីអញ្ចឹងណាបងប្អូនកាពិតនៅចិត្តនឹងផ្លូវជាតិមែនទែនហ្មងហើយសំខាន់មានចម្ងាយតែ4គីឡូម៉ែត្រពីក្រុងបានឡុងហើយណាបងប្អូនបើសិនជាខ្ញុំបាននៅរតនគិរីខ្ញុំដឹងទៅលេងញឹកមែនទែនហ្មងវ៉ាវបងប្អូនធំខ្លាំងណាស់ស្អាតដោយបងប្អូនដឹងស្រាប់អញ្ចឹងចម្ងាយ4-5គីឡូពីក្រុងបងប្អូនយើងជិះមកតាមមួយផ្លេតយើងបានមកដល់រង្វង់មូលដែលមានរូបចម្លាក់ឲ្យបងប្អូនជនជាតិដើមភាគតិចហើយក៏ឃើញមានចម្ងាយដែលគេប្រាប់យើងថាអូចូលតាមផ្លូវនៅ1500ម៉ែត្រទេគឺដល់បឹងយក្សឡោមហើយបងប្អូនអញ្ចឹងហើយយើងជិះគឺអត់មានបារម្ភអីទេដោយសារតែវាចិត្តទៅហើយមានដើមឈើមានផ្ទះអ្នកភូមិមានអីមើលទៅស្រស់ស្រាយមែនទែនហើយសម្រាប់សភាពផ្លូវវិញគឺថាជិះបានទាំងម៉ូតូទាំងឡានគ្រប់ប្រភេទហ្មងបងប្អូនយើងអាចចូលទៅបានទាំងអស់ហើយនិយាយពីថាមានផ្ទះគេមួយអញ្ចឹងមើលទៅនិយាយពីទំនងបងប្អូនផ្លូវរបៀបនេះហ៎បងប្អូនបើសិនជាខ្ញុំបានជិះម៉ូតូដល់លេងមិនដឹងថាស្រស់ស្រាយមែនទេបងប្អូនអើយដោយសារតែបានស្រូបបរិយាកាសដែលបរិសុទ្ធពីដើមឈើអីអញ្ចឹងណាបងប្អូនហើយជិះតែមួយផ្លេតយើងបានមកដល់នេះគឺខ្លោងទ្វារដែលគេដាក់ป้ายថាតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោមបងប្អូនហើយគេមានដាក់រូបបឹងយក្សឡោមនៅលើនឹងមួយអញ្ចឹងណាហើយយើងជិះចូលមកខាងក្នុងនេះគេមានដាក់តម្រៀបទង់ជាតិនៃប្រជាណាចក្រកម្ពុជាយើងអញ្ចឹងទៅហើយមកដល់ខាងក្នុងនេះគឺគេគិតប្រាក់ទៅតាមមើលបងប្អូនមើលឃើញនឹងអញ្ចឹងណាតម្លៃឡានតម្លៃម៉ូតូអីអញ្ចឹងទៅគ្រាន់តែចូលមកដល់ខាងក្នុងនឹងគឺមានបងប្អូនយើងគាត់លក់ស្រារបៀបនេះច្រើនមែនទែនបងប្អូនរបៀបថាជាស្រាដាក់កឡរបៀបហ្នឹងហើយមានអង្កាមនៅខាងលើបងប្អូនហើយចំពោះតម្លៃវិញ2គីឡូហ្នឹងគឺ25000រៀលហើយ1គីឡូគឺ15000រៀលបងប្អូនគាត់ថា discount នៃមិននោះនៅបឹងយក្សឡោមមកបងប្អូនស្រាអង្កាមហ្នឹងគឺថាល្បីហ្មងប៉ុន្តែសោកស្ដាយដែលខ្ញុំទៅគឺបានភ្លក់ឲ្យដែលយើងធ្វើដំណើរឆ្ងាយបងប្អូនហើយមកដល់កន្លែងនេះមានរូបជាលក្ខណៈដំរីអីអញ្ចឹងណាបងប្អូនមើលទៅស្រស់ស្អាតមែនទែនមុនបងខ្ញុំស្មានតែដំរីមែនទែនហើយក៏ឃើញមានបងប្អូនយើងគាត់លក់ច្រើនមែនទែនតាំងពីសម្លៀកបំពាក់អាហ្នឹងគាត់លេងជឺកាពះពីវីនថ្លើមគាត់លេងជឺធម្មជាតិហ្នឹងទៅនៅនឹងបងប្អូនជនជាតិដើមភាគតិចយើងគាត់លក់លក្ខណៈជាខ្មុំជាផ្សិតលេងជឺឬក៏ជាដំណាំផ្សេងៗដែលតាក់ទងជាមួយនឹងកសិករគាត់ដាំដុះដោយខ្លួនឯងផ្ទាល់បងប្អូនបើចេកនេះវិញធំល្អខ្លាំងណាស់អ្នកលក់នៅនឹងបងប្អូនភាគច្រើនគឺជាបងប្អូនជនជាតិដើមភាគតិចរបស់យើងនឹងឯងគាត់លក់ច្រើនប្រភេទមែនទែនបងប្អូនអើយលក្ខណៈថាជារបស់ព្រៃរបស់ស្រុកអីហ្នឹងគឺមានទាំងអស់ហ្មងហើយទំនងទិញខ្លាំងណាស់សំខាន់ជាងគេបើនិយាយពីអូតិនស្រានេះវិញគឺធំហ្មងបងប្អូននៅបឹងយក្សឡោមគេមានលក់មុខល្ហុងដែរតាហើយនេះគឺបរិយាកាសនៅខាងមុខបឹងយក្សឡោមបងប្អូនតោះទៅមើលបឹងយក្សឡោមហើយនៅខាងមុខហ្នឹងបងប្អូនមានចដាវទៀតដើម្បីចោះទៅដល់បឹងយក្សឡោមប៉ុន្តែចដាវហ្នឹងគឺដល់អត់ហត់ទេដោយសារតែវាខ្លីហ្នឹងបងប្អូនអត់សូវជាវែងអីប្រហែលតែខ្ញុំចោះតែមួយផ្លេតហ្នឹងគឺដល់ហើយអូអានេះភ្ញៀវអីបងអូភ្ញៀវហើយអត់ជូរអីបងអត់ជូរទេអូនអត់ទេសុំមើលតិចសិនមកចកៅប៉ុន្មានចុះលក់គីឡូ1គីឡូហ្មងអូ1គីឡូ10000បងប្អូនដោយសារតែខ្ញុំធ្លាប់តែហូបភ្ញៀវដែលមានសម្បកពណ៌លឿងដូចទុំមកដល់ពេលភ្ញៀវនេះរៀងខៀវអញ្ចឹងខ្ញុំឆ្ងល់ខ្ញុំខ្លាចជូរអញ្ចឹងណាបងប្អូនប៉ុន្តែពេលហូបទៅបងប្អូនអើយជូរអែមឆ្ងាញ់មែនទែនហ្មងហើយនៅនឹងគេមានលក់មូនលក់តបែកនិយាយទៅលក្ខណៈថាជាផ្លែឈើបងប្អូនពេលដែលជួយទិញផ្លែឈើអីពួកគាត់រួចហើយយើងក៏មានកន្លែងមកថតរូបផ្សេងៗទៅតាក់ទងជាមួយនឹងបងប្អូនជនជាតិដើមភាគតិចមានទាំងពីមាត់ផ្ទះរបស់បងប្អូនជនជាតិដើមភាគតិចដែលគេធ្វើដាក់តាំងលម្អនៅខាងមាត់ទឹកបឹងយក្សឡោមនឹងតែផ្ទាល់តែម្ដងបងប្អូនហើយសម្រាប់មាត់ផ្ទះរបស់បងប្អូនជនជាតិដើមភាគតិចរបៀបនេះគឺអត់សូវមានទេបងប្អូនខ្ញុំទៅខេត្តរតនគិរីទៅតែឃើញនៅឲ្យមាត់ទឹកបឹងយក្សឡោមនឹងតែផ្ទាល់តែម្ដងពេលដែលខ្ញុំឃើញទឹកអញ្ចឹងបងប្អូនខ្ញុំដើរទៅមាត់ទឹកទៅឃើញទឹកឡើងថ្លាឡើងខៀវគួរឲ្យចង់ហក់លេងមែនទែនហ្មងបងប្អូនបន្តហ៊ាននេះខ្លាច់សើមហើយនេះវិញបងប្អូនអើយទស្សនវិជ្ជានៅខាងមុខហ្នឹងថ្ងៃមុនចូលឆ្នាំដែលខ្ញុំទៅហ្នឹងគឺមានមនុស្សទៅលេងច្រើនគ្រាន់បើដែរបឹងយក្សឡោមយើងអាចដើរលេងជុំវិញនឹងបានបងប្អូនប៉ុន្តែដល់ឡែកថ្ងៃដែលខ្ញុំទៅហ្នឹងគឺអត់បានដើរលេងជុំវិញនឹងទេដោយសារតែយើងប្រញាប់ធ្វើដំណើរឆ្ពោះទៅខាងខេត្តមណ្ឌលគិរីបន្តទៀតអញ្ចឹងហើយបានតែដើរលេងថតរូបនៅខាងមុខនឹងបន្តិចស្រស់ស្រាយអីអញ្ចឹងណាបងប្អូនហើយមើលដើមឈើព័ទ្ធជុំវិញអូយច្រើនខ្លាំងណាស់ដោយសារតែការខ្ញុំនៅទុយធ្លាប់តែស្ដាប់រឿងដំណាលតគ្នានៅក្នុងសភៅដែលគេថាបឹងយក្សឡោមគឺកាត់ឡើងដោយសារតែយក្សបាត់កូនស្រីហើយយក្សមកដកដើមឈើដកអីរកកូនស្រីអីអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងមកដល់ហ្នឹងចេះតែសម័យនៅឃើញតែយក្សអីអញ្ចឹងទៅបងប្អូនអារម្មណ៍នៅតែអញ្ចឹងណា